បាទជំរាបសួរខ្ញុំបាទឈ្មោះសេងប៊ុនវរៈជាស្ថាបនិកនិងជាអគ្គនាយកនៃសាលា Authentic Advanced Academy មុននឹងខ្ញុំចាប់ផ្ដើមសាលា Authentic Advanced Academy ខ្ញុំបាទធ្វើការជាគណៈគ្រប់គ្រងនៅក្នុងវិស័យអប់រំនៃសាកលវិទ្យាល័យមួយរយៈពេល7ឆ្នាំហើយសាលារបស់យើងខ្ញុំចាប់ផ្ដើមបង្កើតកាលពីពាក់កណ្ដាលឆ្នាំ2020ដែលមានសិស្សត្រឹមតែ2នាក់ប៉ុណ្ណោះនៅពេលនោះហើយមកដល់ពេលបច្ចុប្បន្ននេះយើងបានបណ្ដុះបណ្ដាលសិស្សរហូតដល់3000នាក់ជួបឧបសគ្គរបស់សាលារបស់ខ្ញុំគិតថាជាឧបសគ្គដ៏ធំមួយដោយសារតែយើងជាសាលា Enrichment Program ដែលទាមទារឲ្យសិស្សមករៀនផ្ទាល់នៅទីតាំងផ្ទាល់តែដោយសារតែ COVID ចឹងហើយធ្វើឲ្យខ្ញុំបាទក៏ដូចជាគណៈគ្រប់គ្រងរបស់សាលាទាំងមូលគិតបន្ថែមទៀតតើយើងទៅធ្វើយ៉ាងណាដើម្បីរក្សាចំនួនសិស្សរបស់យើងតាមលទ្ធភាពដែលអាចធ្វើទៅបានចឹងហើយទើបយើងបានដាក់ចេញនូវយន្តការបង្រៀនតាមរយៈ online បាទហើយនឹងទី2គឺបន្ទាប់ពី COVID ហើយគឺវិបត្តិសេដ្ឋកិច្ចនៅតែបន្តហើយនឹងមួយទៀតគឺដៃគូប្រកួតប្រជែងរបស់យើងគឺគាត់ចាប់ផ្ដើមបង្កើតឡើងកាន់តែច្រើនឡើងដោយប្រកួតប្រជែងទៅលើតម្លៃសិក្សាកម្មវិធី Asia Prestige 50 Under 50 CEO Excellence Award ឆ្នាំ2025បានជំរុញលើកទឹកចិត្តខ្ញុំយ៉ាងច្រើនដែលជាការលើកទឹកចិត្តនិងធ្វើឲ្យខ្ញុំមានទឹកចិត្តក្នុងការបន្តដឹកនាំអាជីវកម្មរបស់ខ្ញុំបាទទៅរយៈពេលវែងទៀតហើយកសាងនៅថ្នាក់ដឹកនាំវ័យក្មេងបន្តទៀតនៅក្នុងក្រុមហ៊ុនរបស់ខ្ញុំបាទសម្រាប់គោលដៅនៅពេលអនាគតគឺយើងចង់នាំយកសាលារបស់យើងខ្ញុំទៅកាន់ពិភពលោកទាំងមូលដែលកន្លងមកយើងបាននាំយកសាលារបស់យើងក៏សិស្សយើងចូលរួមប្រកួតនៅថ្នាក់តំបន់និងអន្តរជាតិបានចំនួន7លើករួចមកហើយជាចុងក្រោយខ្ញុំបានសូមអរគុណដល់ Asia Prestige CEO Excellence Award ឆ្នាំ2025ដែលបានជ្រើសរើសរូបខ្ញុំបាទជាម្ចាស់ពានសម្រាប់ឆ្នាំ2025នេះដែលការជ្រើសរើសនេះគឺជាការលើកទឹកចិត្តដ៏ធំធេងមួយទៀតសម្រាប់ឲ្យខ្ញុំបន្តការប្រឹងប្រែងបំពេញបន្ថែមចក្ខុវិស័យដ៏វែងឆ្ងាយរបស់អាជីវកម្មរបស់ខ្ញុំបាទ